ញោមមានសេចក្តីជ្រះថ្លាចំពោះពុទ្ធពធប្រសង្ឃបរតនត្រ័យនឹងបានបន់ច្រើនត្រង់ថាយើងដឹងគុណតែហេតុអីបានយើងត្រូវគោរពបរតនត្រ័យហើយហេតុអីបានយើងយកបរតនត្រ័យនឹងជាទីពឹងទីរលឹកពីព្រោះយើងកំណត់ដឹងថាជីវិតហ្នឹងវាស្មុគស្មាញណារឿងរ៉ាវក្នុងជីវិតហ្នឹងមិនអស់មិនហើយទេអញ្ចឹងមិនដឹងបានអីជាអ្នកនាំផ្លូវឯងសូមយកពុទ្ធជាអ្នកនាំផ្លូវអញ្ចឹងណាពធជាផែនទីអញ្ចឹងចាប្រសង់ជាអ្នកដើរមុនហ្នឹងហើយអញ្ចឹងថាឥឡូវបានបរតនត្រ័យនឹងបង្ហាញខ្ញុំដឹងថាខ្ញុំត្រូវទៅណាហើយខ្ញុំដឹងថាខ្ញុំត្រូវរៀបចំខ្លួនម៉េចដើម្បីកុំឲ្យមានទុកច្រើនហ្នឹងណាញោមណាបើមិនចឹងឯងវល់វក់កើតទុកទោមនោះស្លាប់ទៅអោបទាំងទុកនឹងទៅជាមួយខ្លួនទៀតក៏មានដែរបើយើងមិនចេះទម្លាក់ទុកនឹងចោលណាញោមណាចេះតែសំរឿងអានេះចេះអានេះវាធ្វើបាបអញអានោះវាស្អប់អញចង់ប្រមូលមកកើតទុកពីណាកើតទុកខ្លួនឯងហើយគេជួនកាលគេដេកធ្វើមិនដឹងនៅផ្ទះនោះឯងកើតទុកតែឯងហ្នឹងតើចឹងសូមបានបនកសលជួយទ្រទ្រង់ឲ្យបានស្ដីសុខចម្រើនណាអនុមោទនា